សម្ដេចអនុប្រធានទាំងពីរឯកឧត្តមអនុប្រធានទាំងពីរសម្ដេចរាជបុត្រីព្រះអនុជព្រះម្ចាស់ឯកឧត្តមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភាឯកឧត្តមតំណាងរាជរដ្ឋាភិបាលនិងសហការីឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាដែលមានវត្តមាននៅទីនេះថ្ងៃនេះទូលគុំខ្ញុំសូមអនុវត្តនៅប្រការទី44ម្ដងទៀតហើយក៏មានការផ្សព្វផ្សាយបន្តផ្ទាល់ចេញពីទីនេះដែលវាជាការចាំបាច់ដើម្បីជម្រាបទូលថ្វាយនិងជម្រាបជូនចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសជាដំបូងនេះក្នុងនាមសមាជិកសមាជិកាព្រឹទ្ធសភានៅទីនេះទូលព្រះបង្គំខ្ញុំសូមលើកដៃប្រណម្យបួងសួងថ្វាយពពរចំពោះព្រះមេដាជាតិដែលនៅសល់តែ2ថ្ងៃទៀតទេគឺនឹងដល់ពេលវេលាចម្រើនបច្ចុប្បន្នរបស់ព្រះអង្គកូនចៅទូតរបស់ព្រះអង្គពិតជាមានការសប្បាយរីករាយនៅក្នុងពេលចម្រើនបច្ចុប្បន្នអាយុក្នុងពេលដែលព្រះរាជសុខភាពរបស់ព្រះអង្គមានស្ថានភាពល្អប្រសើរថ្ងៃនេះភរិយារបស់ទូលគុំខ្ញុំដែលខកខានប្រមាណខែជិត3ខែហើយនោះក៏បានចេញធ្វើពិធីរាប់អាតដើម្បីចម្រើនបច្ចុប្បន្នចំពោះព្រះមេដាជាតិផងដែរជាបន្តទៅទៀតអនុញ្ញាតឲ្យទូលព្រះបង្គំខ្ញុំថ្លែងទៅលើប្រធានបទ3ដែលខ្ញុំទូលគុំខ្ញុំយល់ថាមិនមែនជាការបំពានលើកិច្ចការរបស់រាជរដ្ឋាភិបាលទេក៏ប៉ុន្តែក្នុងឋានៈជាមេដឹកនាំជាតិម្នាក់និងជាប្រធានគណៈបកកណ្ដាលអំណាចផងប្រធានព្រឹទ្ធសភាផងហើយក៏ជាអ្នកជាស្ថាប័នដែលបានគ្រប់គ្រងចំពោះរាជរដ្ឋាភិបាលសូមលើកយកបញ្ហាទី1ទាក់ទងនឹងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃប្រហែលថ្ងៃមុននេះនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានចេញសារអំពាវនាវទាក់ទិនទៅនឹងរឿងរ៉ាវពាក់ព័ន្ធជាមួយបងប្អូនជនរួមជាតិដែលធ្វើការនៅក្នុងប្រជាណាចក្រថៃយុគវិញនេះសារសម្លេងរបស់នាយករដ្ឋមន្ត្រីក៏បានផ្ញើជូនទៅចំពោះរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងកាងារក៏ដូចជាលោកឯកឧត្តមលោកជំទាវអភិបាលខេត្តនៅតាមព្រំដែនកម្ពុជាថៃណែនាំទាក់ទិននឹងការវិលត្រឡប់របស់បងប្អូនដែលក្នុងនោះសម្រាប់អ្នកដែលបងប្អូនអ្នកដែលត្រូវការលិខិតស្នាមគឺត្រូវទៅរកនៅស្ថានទូតនិងបណ្ដាស្ថាប័ននិងបណ្ដាកុងស៊ុលនានានិងសម្រាប់អ្នកដែលត្រូវការលិខិតស្នាមក៏បានណែនាំរួចស្រេចទៅហើយតែនៅទីនេះត្រូវមានការផ្សាយបន្តផ្ទាល់និងដើម្បីជូនសារនេះទៅកាន់ជូនបងប្អូនពលករទាំងនោះអាចយកសម្លេងនេះទៅស្ដាប់បានគឺអ្នកដែលត្រូវការគឺទៅរកលិខិតស្នាមនៅឯស្ថានទូតកម្ពុជានៅឯកុងស៊ុលកម្ពុជាដែលក្នុងនោះមានអនុពន្ធផ្នែកការងារផងដែរប៉ុន្តែសម្រាប់អ្នកដែលគ្មានលិខិតហើយដែលអាចធ្វើដំណើរមកបាន
កម្ពុជារាជរដ្ឋាភិបាលទទួលយកទាំងអស់មានឬគ្មានលិខិតឲ្យតែជនជាតិកម្ពុជាជនជាតិខ្មែរគឺយើងទទួលយកទាំងអស់ដោយមិនគិតថាមានលិខិតឬគ្មានលិខិតទេព្រោះយើងត្រូវតែទទួលយកពលរដ្ឋរបស់យើងត្រឡប់មកវិញកុំទុកឲ្យគេប្រមាថកុំទុកឲ្យគេធ្វើបាបព្រោះទង្វើនៅរាការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃទៅលើពលរដ្ឋពលករកម្ពុជាកំពុងបានឡើងកម្ដៅចំណុចនេះក៏សូមបញ្ជាក់ដល់ថាឡើងវិញអ្នកដែលត្រូវការលិខិតគឺត្រូវទៅរកប្រសិនបើការធ្វើដំណើរគ្មានត្រូវការទៅលិខិតទេមកដល់ទួលដែនខាងកម្ពុជាគ្មានត្រូវការលិខិតស្នាមអ្វីទាំងអស់ហើយតែពលរដ្ឋកម្ពុជាត្រូវតែទទួលយករួចហើយថែទាំឲ្យបានល្អដឹកជញ្ជូនទៅកាន់ភូមិកំណើតបន្តទៅនោះត្រូវរកការងារធ្វើដែលសពថ្ងៃនេះមានសពខ្វះរាប់សិបម៉ឺនកន្លែងទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មទាំងក្នុងវិស័យសំណង់ដូច្នេះការងារនេះគឺជាការងារដែលយើងត្រូវរកឲ្យបងប្អូនព្រោះចាក់ចេញពីនោះយើងមានការងារធ្វើនៅក្នុងប្រទេសរបស់យើងដែលកំពុងតែខ្វះពលកម្មបន្តទៅទៀតគឺតកតងជាមួយនឹងបញ្ហាបំណុលធនាគារពេលដែលខ្ញុំផុសតាម Facebook ទៅឬក៏នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតផុសតាម Facebook ទៅមានបងប្អូនខ្លះបានលើកឡើងអំពីការបញ្ហាការបន្ធូរបន្ថយការជំពាក់ធនាគារនៅក្នុងស្រុករឿងនេះក្នុងនាមរដ្ឋសភាកម្ពុជាហើយក៏ជាប្រធានគណៈបកកណ្ដាលក៏សូមអរគុណចំពោះសមាគមធនាគារកម្ពុជានិងសមាគមហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុកម្ពុជាដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រនៅការអំពាវនាវរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅលើការបន្ធូរបន្ថយអ្នកដែលមានជាប់ជំពាក់ធនាគារគឺអាចនឹងត្រូវទទួលបាននៅការបន្ធូរបន្ថយទៅលើបញ្ហាមិនមែនលុបចោលបំណុលទេក៏ប៉ុន្តែគឺជាការបន្ធូរទៅឧទាហរណ៍បង់ការប្រាក់ត្រូវពជាការប្រាក់ឬក៏មិនយកការប្រាក់ក្នុងរយៈពេលប្រមាណទៅតាមលក្ខណៈសម្បត្តិហើយខ្ញុំក៏សូមអំពាវនាវជាបន្តសូមឲ្យសមាគមធនាគារក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុធ្វើការខិតខំដើម្បីជួយស្រោចស្រង់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃមកកាន់កម្ពុជាយើងមិនអាចនៅទីនោះអស់មួយជីវិតទេសភាពការនេះក៏ខ្ញុំយើងត្រូវនិទាសឲ្យបានដឹងមុនថានៅពេលដែលរឿងរ៉ាវព្រំដែនមិនទាន់ចប់សភាពការប្រមាថការមាក់ងាយនឹងមានជាបន្តដូច្នេះបងប្អូនគួរតែត្រូវចាក់ចេញឲ្យបានមុនពេលដែលគេបណ្ដេញចេញឬត្រូវការប្រមាថការរើសអើងកម្ពុជាកំសត់ណាស់ទៅហើយពីមុនយើងខ្វះការងារធ្វើប៉ុន្តែឥឡូវយើងក៏មានការងារធ្វើនៅក្នុងប្រទេសរបស់យើងតែយើងត្រូវវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញសង្ឃឹមថាបងប្អូននឹងធ្វើកិច្ចការងារនេះហើយសូមឲ្យទាំងស្ថានទូតយើងនៅប្រទេសថៃបណ្ដាភ្នាក់ងារការងាររបស់យើងបណ្ដាកុងស៊ុលត្រូវសម្របសម្រួលទៅលើរឿងនេះអាជ្ញាធរនៅតាមព្រំដែនត្រូវខិតខំធ្វើការងារនេះផ្នែកពាក់ព័ន្ធត្រូវខិតខំធ្វើការងារនេះ
ដើម្បីដោះស្រាយបញ្ហាសម្រាប់បងប្អូនដែលត្រូវវិលត្រឡប់យើងមិនអាចទៅពឹងពាក់គេមួយជីវិតទេត្រូវតែមកស្រុកហើយពេលវេលានេះគឺជាពេលវេលាស័ក្តិសមនៅពេលដែលហើយខ្ញុំនៅតែនិយាយថារឿងព្រំដែននេះវាមិនងាយជាប់ទេអញ្ចឹងការប្រមាថនៅពេលមានបញ្ហាម្ដងការប្រមាថតែមានហើយលើកនេះកម្ដៅកាន់តែធ្ងន់ទី2អំពីបញ្ហាការបើកច្រករឿងនេះក៏គេសូមបញ្ជាក់ជូនថាការបើកច្រកគឺថៃកងទ័ពថៃជាអ្នកបើកដូច្នេះកងទ័ពថៃអាចជាអ្នកបិទដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើកដោយកម្ពុជាមិនត្រូវចរចាទៅលើបញ្ហានេះទេមានសំណើសូមឲ្យមានការចរចាក៏ប៉ុន្តែតើវាស័ក្តិសមទេសម្រាប់ការចរចារឿងបែបនេះការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នាពេលបិទខ្លួនឯងពេលបើកបបួលចរចាដើម្បីកុំឲ្យបាក់មុខខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសក្តិថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវក្នុងករណីខ្លួនបានប្រព្រឹត្តហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើកកម្ពុជាអត់ទទួលយកបានទេហើយសូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងដែលហាមឃាត់នៅការដឹកផ្លែឈើនិងការបន្លែមកតាមច្រកដូងដែលមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃរវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនហើយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាពេលនេះកម្ពុជាអត់មានទៅការនាំស្អីទេហើយបើសិនជានៅក្នុងសុំផ្នែកនាំលើរឿងនេះទី1ត្រូវខិតខំប្រមូលទិញបើសិនជាបងប្អូនវិញយកទៅចែកកងទ័ពនៅតាមទល់ដែនក៏បានដែរទៅអ្នកដែលមានចិត្តធម៌សប្បុរសធម៌ទៅទិញបន្លែផ្លែឈើរបស់បងប្អូនយើងយកទៅចែកជូនកងទ័ពទទួលទានទៅឬចូលមណ្ឌលកម្មាកំព្រាឬក៏កន្លែងវឹកហាត់ទាហានហឹកហាត់នគរបាលស្អីអញ្ចឹងវាមិនលំបាកទេហើយចំពោះបងប្អូនពលរដ្ឋថៃត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯងតវ៉ាពោះទាហានថៃជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអញ្ចឹងសូមបងប្អូនថៃកុំខឹងសម្បាជាមួយនឹងកម្ពុជាព្រោះនេះជាលទ្ធផលនៃការ
បំពេញច្បាប់បំពេញច្បាប់ដោយយោធាថៃហើយគេបានដឹងហើយថាទម្លាប់នៅក្នុងប្រទេសថៃវាយ៉ាងម៉េចយើងយល់យើងស្គាល់រដ្ឋាភិបាលរហូតដល់នាយករដ្ឋមន្ត្រីមិនមានសិទ្ធិដើម្បីនឹងនិយាយឲ្យបើកឬឲ្យបិទហើយនៅទីនេះមានតែនាយករដ្ឋមន្ត្រីទេហើយជាតួអង្គតែមួយពីលើដល់ក្រោមរាប់ទាំងតួអង្គសភាព្រឹទ្ធសភាដែលជាតួអង្គនីតិបញ្ញត្តិតួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់និងតួអង្គកម្លាំងប្រដាប់អាវុធគឺនៅក្រោមជាតួអង្គតែមួយទេយើងមិនយល់បង្ហាញការមិនយល់របស់យើងចំពោះអ្វីដែលបានកើតជារឿងរបស់ថៃទេយើងមិនជឿជឿទេក៏ប៉ុន្តែហេតុអីបាននាយករដ្ឋមន្ត្រីជួបជាមួយប្រធានព្រឹទ្ធសភានាយករដ្ឋមន្ត្រីជួបជាមួយនាយករដ្ឋមន្ត្រីបែរជាគ្មានសិទ្ធិបើកហើយខាងនេះគឺសូមបញ្ជាក់ជូនត្រឡប់ទៅវិញថាប្រសិនបើថៃបើកនៅម៉ោង1យូរបំផុត5ម៉ោងខ្ញុំនិយាយថាយូរបំផុត5ម៉ោងព្រោះខ្ញុំចង់និយាយថាកៃឡូថៃថាប្រកាសបើកនៅម៉ោង1យប់យើងកន្លែងតដេកអត់ដឹងរឿងចឹងបានខ្ញុំនិយាយថាយូរបំផុត5ម៉ោងប៉ុន្តែបើសិនជាពេលថ្ងៃវិញប្រហែលជាត្រឹមតែ1ម៉ោងឬ2ម៉ោងកម្ពុជាបើកធម្មតាដូចស្រីវាងាយណានៅពេលដែលខ្លួនចេញបញ្ជាមកបិទជាឯកតោភាគីគ្រាន់តែដកអាបទបញ្ជានឹងវិញទៅវាជាប់បាត់ទៅហើយគ្មានចាំបាច់ត្រូវការចរចាមិនទងវែងឆ្នាំវែងទេមិនទងវែងឆ្នាំវែងទេណាដូច្នេះកម្ពុជាមិនយកកិត្តិយសរបស់ខ្លួនទៅលោកឡំជាមួយនឹងអារឿងបញ្ហាកំហុសរបស់អ្នកដទៃអ្នកឯងចងគឺអ្នកឯងត្រូវស្រាយតែត្រូវស្រាយកម្ពុជាគ្មានចំណែកដើម្បីទៅជួយស្រាយរឿងនេះទេហើយកម្ពុជានឹងបន្តធ្វើរួចហើយដោយសារតែហើយអ្នកឯងចង្អុលថាកម្ពុជាផន់ច្រឡំកម្ពុជាអត់បានផន់ច្រឡំទេអ្នកឯងប្រមានមកដល់កម្ពុជាថានឹងកាត់ភ្លើងក្នុងពេលដែលយើងអត់បានប្រើភ្លើងថៃប្រមានកាត់អ៊ីនធឺណិតយើងក៏ចេះគិតគូរអំពីអ្វីដែលហៅថាម្ចាស់ការរបស់ខ្លួនដែរដូច្នេះអ្នកលក់អ៊ីនធឺណិតប្រើអ៊ីនធឺណិតក៏ត្រូវបាត់បង់ប្រាក់ចំណូលដែលធ្លាប់បានមកពីអ៊ីនធឺណិតហើយយើងក៏កំពុងពិចារណាហើយសូមនិយាយទុកជាមុនថាលទ្ធភាពនៃការបិទមិនឲ្យនាំទំនិញថៃចូលមកប្រើប្រាស់នៅកម្ពុជាគឺជាលទ្ធភាពខ្ពស់ប្រសិនបើព្រំដែនមិនត្រូវបានបើកឲ្យដំណើរការឡើងវិញហើយសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគឺត្រូវនឹកនោះហើយក្រំតែបញ្ហាបិទផ្លែឈើនិងបន្លែបងប្អូនកុំកម្ពុជាកុំឆ្លៀតតម្លើងថ្លៃក្នុងពេលហ្នឹងយើងត្រូវការប្រើប្រាស់ទំនិញក្នុងស្រុករបស់យើងដែលគ្មានជាតិគីមីផងមិនព្រួយបារម្ភពីរឿងជាតិគីមីទេយើងមិនមែនបំផុសឲ្យមានស្មារតីជាតិនិយមទេខ្ញុំបាននិយាយតាំងពីដើមទីថាកុំឲ្យចំនួនវិរិយដាពីកន្លែងមួយទៅកាន់កន្លែងមួយពីវិស័យមួយទៅកាន់វិស័យមួយទៀតប៉ុន្តែបែរជាខាងនោះគិតស្មានថានេះជាចំណុចខ្សោយរបស់កម្ពុជាខុសហើយអ្នកគិតខុសហើយណាដែលធ្វើឲ្យរីករាលដាលទៅដល់វិស័យដទៃក្នុងនោះមានវិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនឆ្លងកាត់របស់ប្រជាពលរដ្ឋអ្នកពិតជាយល់ខុសខ្ញុំនិយាយដោយស្មោះត្រង់សូម្បីតែស្ថានភាពឆ្នាំ1900
2008 ដល់ 2011 ពេលនោះក៏មិនរៀលដាល់ដែរខ្ញុំសូមរំលឹកពេលនោះមានការប្រជុំអាស៊ានជប៉ុននៅតូក្យូមេកុងជប៉ុននៅតូក្យូអតីតនាយករដ្ឋមន្ត្រីថៃអភិសិទ្ធ វិជ្ជាជីវៈបានប្រកាសនៅទីក្រុងតូក្យូថានឹងបិទព្រំដែនកម្ពុជាថៃពេលមកដល់ពូជតុងខ្ញុំបានប្រកាសថាប្រសិនបើហ៊ានបិទព្រំដែនកម្ពុជានឹងប្រកាសឈប់ប្រើតំណែងថៃទាំងអស់ដូច្នេះពេលនោះអភិសិទ្ធអរហ៊ានបិទទេឥឡូវហេតុអីបានពេលនេះណែឯងធ្វើចឹងអញ្ចឹងកម្ពុជាក៏ត្រូវតែអនុវត្តវិធីសាស្ត្រដ៏រឹងមាំរបស់ខ្លួនដែរយើងត្រូវជំនួសដោយផលិតផលក្នុងស្រុករបស់យើងដែលផលិតបានហើយយើងត្រូវប្រើនៅទំនិញពីប្រទេសផ្សេងក្រៅពីប្រទេសថៃហើយសារនេះយើងបានបញ្ជូនចេញពីមុនហើយក៏ប៉ុន្តែយើងសូមបញ្ជាក់ឡើងវិញទាំងអស់រាជរដ្ឋាភិបាលបានត្រៀមខ្លួនហើយដើម្បីធ្វើកិច្ចការទាំងឡាយហើយកាត់បន្ថយទាំងអស់នៃការពឹងពាក់ពីសំណាក់ថៃមានបងប្អូនមួយចំនួនចូលមកខមមិនជាពិសេសនិស្សិតថាពួកខ្ញុំយ៉ាងម៉េចខ្ញុំសូម5ទៅបើគេបន្តឲ្យរៀនបានគឺរៀនទៅបើត្រឹមមិនបានទេត្រឡប់មកខ្មែរវិញមករៀននៅស្រុកខ្មែរវិញមកដល់មានអាហារូបករណ៍រៀននៅស្រុកខ្មែរខ្ញុំបើសិនជាក្រសួងអប់រំយុវជននិងកីឡានឹងខាងរដ្ឋាភិបាលមិនអាចទទួលខុសត្រូវបានខ្ញុំជាអ្នកចេញលុយឲ្យរៀនខ្ញុំយកការទទួលខុសត្រូវទៅលើបញ្ហាហ្នឹងបើសិនបើគេធ្វើទុកបុកម្នេញនៅក្នុងពេលដែលកំពុងសិក្សាអញ្ចឹងសម្រាប់រឿងបញ្ហាច្រកព្រំដែននេះយោធាថៃជាអ្នកបិទយោធាថៃត្រូវតែបើកខ្លួនឯងបន្តទៅកម្ពុជានឹងសម្រួលឲ្យដូចដើមវិញនោះជាការស្រេចហើយប្រើពេលត្រឹមតែខ្ញុំថាឲ្យអស់កន្លះម៉ោងជាប់ហើយគ្រាន់តែចេញប្រកាសរួចហើយច្រកព្រំដែនបើកពីម៉ោង6ព្រឹកដល់ម៉ោង10យប់ពេញទៅវាជាការស្រេចហើយជាប់ហើយប៉ុណ្ណឹងនោះហើយកម្ពុជាគឺនឹងប្រកាសឲ្យបើកច្រកឡើងវិញហើយប្រកាសឲ្យយកសេវាទំនិញទៅមកដោយតើហើយក៏សូមជម្រាបជូនដែរសម្រាប់អ្នកជំងឺទាំងឡាយដែលធ្លាប់ទៅព្យាបាលនៅក្នុងប្រទេសថៃត្រូវវិលត្រឡប់មកព្យាបាលក្នុងប្រទេសរបស់ខ្លួនវិញឬថាគេមិនព្យាបាលបើគេមិនព្យាបាលយើងព្យាបាលក្នុងប្រទេសរបស់យើងព្យាបាលក្នុងប្រទេសយើងបញ្ហាទី3គឺបញ្ហាកម្ពុជាបញ្ជូនទៅ ICJ គឺទៅតុលាការយុត្តិធម៌អន្តរជាតិវាជាការកប់ជួនណាស់កាលពី63ឆ្នាំមុនគឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962គឺ63ឆ្នាំមុនគឺពីម្សិលគឺបកូនណាព្រះបិតាប្រងបានយកឈ្នះនៅតុលាការការក្តីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាក់សុខុតក៏បានចុះហត្ថលេខាបញ្ជូនទៅ ICJ គឺចំថ្ងៃដដែលណាវាជាការកប់ជួនតែនេះគឺជាលិខិតដែលបញ្ជូនចេញហើយសំណុំរឿងដទៃទៀតនឹងបញ្ជូនតាមក្រោយហេតុអីបានយើងត្រូវយកបញ្ហានេះទៅ ICC ចំណុចនេះដោយសារតែភាគីទាំងពីរមិនអាចចុះសម្រុកគ្នាបានទេនៅតំបន់ទាំង4ហ្នឹង
អត់ចុះសម្រុកគ្នាបានទេបើភាគីទាំងពីរមិនអាចរកឃើញនៅការចុះសម្រុកគ្នាជំរឿសរបស់យើងត្រូវរកជំរឿសសន្តិភាពនិងជំរឿសនៃការអនុវត្តច្បាប់អន្តរជាតិសន្តិភាពទាំងពីរនោះសុទ្ធតែសន្តិភាពទាំងអស់យន្តការទ្វេភាគីនៃការចរចាក៏សន្តិភាពយន្តការចូលទៅក្នុងតុលាការក៏សន្តិភាពមិនមែនបានសក្តិថាបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិគឺជាការបង្កសង្គ្រាមឬបង្កើតសង្គ្រាមទេណាបង្កើតសង្គ្រាមទេវាច្បាស់លាស់ហើយសូម្បីតែក្នុងប្រមាណថ្ងៃកន្លងទៅវាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេចង់វាយគ្នាជាជាងទៅរកសន្តិភាពតាមរយៈតុលាការតែគេថាបើចង់បានដីហ្នឹងចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នាកម្ពុជាមិនមែនខ្វះអាវុធឬខ្វះកម្លាំងដើម្បីវាយគ្នាទេតែកម្ពុជាមិនចង់វាយគ្នាទេកម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែមកការពារទឹកដីរបស់ខ្លួនទេហើយតំបន់ទាំង4នេះព្រំដែនជាង8គីឡូម៉ែត្រប៉ុន្តែតំបន់4នេះគឺតំបន់មុំ3ប្រាសាទតាមន់ធំប្រាសាទតាមន់តូចប្រាសាទតាកបីគឺมันអាចរកការស្រុកស្រួលគ្នាបានទេទ្វេភាគី100ឆ្នាំទៀតឬ200ឆ្នាំទៀតក៏វាមិនចប់ដែរហើយនឹងវាជាងាយជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរប្រទេសទាំងពីរដូច្នេះហើយបានជាយើងជ្រើសរើសយកដំណោះស្រាយសន្តិភាពតាមរយៈនៃការចរចានិងតាមរយៈនៃការអនុវត្តច្បាប់ហើយខ្ញុំសង្ឃឹមថាប្រទេសលើពិភពលោកដែលកំពុងតែអនុវត្តនៅនយោបាយតាមគោរពច្បាប់អន្តរជាតិដោយជៀសវាងការមិនប្រើកម្លាំងឬគម្រាមប្រើប្រាស់កម្លាំងនិងគ្រប់គ្រងដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយសន្តិភាពតាមរយៈការចរចាទ្វេភាគីនិងតាមរយៈនៃយន្តការតុលាការអ្នកណាក៏ដោយដែលគិតវេះពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាពនិយាយតាមត្រង់មួយបែបគឺមានតែចោលទេដែលវាខ្លាចតុលាការណាបើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេមិនត្រូវខ្លាចតុលាការទេឧទាហរណ៍នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានល្អបំផុតហើយគឺម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដឹកដៃគ្នាទៅតុលាការសិង្ហបុរីនិងម៉ាឡេស៊ីដឹកដៃគ្នាទៅតុលាការការដោះស្រាយបែបនេះគឺវាជាវិធីដោះស្រាយដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសមួយជៀសផុតពីគំនាបរបស់មហាជនរដ្ឋាភិបាលមួយមិនអាចទៅចង្អុលថាខ្ញុំដកថយខ្ញុំបកគលអានេះឲ្យអ្នកឯងមិនអាចទៅនិយាយចឹងបានទេប៉ុន្តែបើតុលាការកាត់ក្តីមកគឺយើងទទួលការគោរពចំពោះសាលិកាតុលាការនេះយើងបញ្យល់ប្រជាពលរដ្ឋរបស់យើងថាតុលាការគេបានរកឃើញនៅចំណុចវាបែបនេះ
ចឹងយើងត្រូវទៅលះបង់អាកន្លែងហ្នឹងទៅណាចឹងវិធីវាជាល្អបើវាយទឹកគ្នាតើសាច់ឈាមអស់ប្រមាណចឹងខ្ញុំគិតថាបណ្ដាប្រទេសអំពាវនាវបណ្ដាប្រទេសដែលมันចង់ឲ្យមានសង្គ្រាមហើយចង់ឲ្យរកដំណោះស្រាយដោយសន្តិវិធីគ្រប់គ្រងទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិ800គីឡូម៉ែត្រជាតិយើងយកតែចំណុច4ចំណុចទេយកទៅដោះស្រាយមិនមែនបានទៅគេថា4ចំណុចនេះយើងចាត់ទុកថាដីស្មើនឹង50គីឡូម៉ែត្រទៅចុះយើងថាប៉ុណ្្នឹងទៅចុះវាមិនដល់ផងប៉ុន្តែនៅសល់700ម៉ែត្រគីឡូម៉ែត្រជាទៀតគឺយន្តការទ្វេភាគីយន្តការទ្វេភាគីនេះគឺជាការលើកឡើងការជូនព័ត៌មានហើយយើងមិនដោះថយទេមិនដោះថយទេហើយខ្ញុំសង្ឃឹមថាមានតែយន្តការនេះទេហើយយើងកុំខ្លាចប្រសិនបើយើងគឺមានភាពសុចរិតគ្រប់គ្រាន់មានភាពសុចរិតគ្រប់គ្រាន់យើងហ៊ានឡើងតុលាការយើងហ៊ានឡើងតុលាការអ្នកដែលមិនហ៊ានទៅឡើងតុលាការទេគឺជាអ្នកដែលខ្លាចហើយមានអាចកម្បាំងនយោបាយមានអាចកម្បាំងអ្វីនៅពីក្រោមនៅពីក្រោមហើយនេះគេកាន់តែបញ្យល់បានថាហេតុអីបានជាហ៊ុនសែនកាលពេលនៅធ្វើនយោបាយរដ្ឋមន្ត្រីបញ្ជាទៅក្រសួងការបរទេសនិងទំនាក់និងបញ្ជាទៅតំណាងអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងរុស្ស៊ីក្នុងការវាយលុកចូលអ៊ុយក្រែនយើងបានព្យាករណ៍ដឹងទុកជាមុតទៅហើយហ៊ុនសែនអាចមើលធ្លុះសភាពការព្រោះស្ថានភាពវាបានកើតពិតប្រាកដរួចកើតពិតប្រាកដហើយវានឹងកើតជាបន្តទៀតដូច្នេះបានជាយើងត្រូវប្រកាន់យកអេរិយាបថជាការអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ដែលក្នុងនោះដោះស្រាយដោយសន្តិវិធីមិនប្រើប្រាស់កម្លាំងឬមិនគំរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋដទៃក្នុងចំនួនដោះស្រាយចំនួននេះហើយគឺជាសារហើយក៏សូមបញ្ជាក់អំពីនាយចំពោះបងប្អូនក្រុមគ្រួសារនៅក្នុងប្រទេសដែលមានកូនចៅបងប្អូនសាច់ញាតិនៅក្នុងប្រទេសថៃជួយបង្កលក្ខណៈហៅត្រឡប់មកវិញរថយន្តស្អីមិនពិបាកទេក្នុងការដឹកជញ្ជូនហើយក្នុងរយៈអន្តរកាលនេះគឺរាជរដ្ឋាភិបាលគួរតែត្រូវខិតខំដើម្បីធ្វើម៉េចឲ្យបងប្អូននេះមានស្ថិរភាពជីវភាពព្រោះមកពីនោះមិនអាចស្ពីងកមកបានទេដូច្នេះការផ្គត់ផ្គង់កឲ្យជាព្រីអីមួយចំនួនទៅកាត់បងប្អូនអាចទៅរួចមិនមែនធ្វើទៅមិនរួចទេណាធ្វើទៅមិនរួចទេយើងមិនយកតែខ្ញុំក៏សូមអំពាវនាវសូមកុំឲ្យពលរដ្ឋខ្មែរយើងមានចរិតជ្រុលនិយមដោយនៅទីក្រុងបាងកកដែលយកខ្មែរធ្វើជាសត្រូវដែលដឹកនាំដោយសិទ្ធិលំតគុលដែលកាលពីមុនក៏អញ្ចឹងហើយឥឡូវនេះនៅបន្តអញ្ចឹងសិទ្ធិលំតគុលលោកឯងស្គាល់ហ៊ុនសែនច្បាស់ពីមិនតន់ច្បាស់ពីមុនឥឡូវប្រហែលជាសូម្បីតែហ៊ុនសែនដកខ្លួនចេញពីនយោបាយរដ្ឋមន្ត្រីប៉ុន្តែហ៊ុនសែនឈររឹងមាំនៅក្នុងអំណាចនៅកម្ពុជាសូមតែឲ្យកុំភ័ន្តច្រឡំហ៊ុនសែនមិនតន់អស់អំណាចនៅឡើយទេណាហើយអ្នកឯងត្រូវស្គាល់គោរពងារដៃគោដែលព្រះមហាក្សត្របបរិជទាន
អ្នកកុំចង់ប្រហើនជាមួយកម្ពុជាហើយមើលស្រាលចំពោះកម្ពុជាហ៊ុនសែនបានគ្រប់គ្រងប្រទេសនេះចូលរួមចំណែកគ្រប់គ្រងប្រទេសនេះថាអញ្ចឹងទៅចុះរយៈពេល47ឆ្នាំហើយអ្នកល្មមដឹងថាតើហ៊ុនសែនជាអ្នកណាពិតប្រាកដហើយចតុភរព្រំផាន់ដែលកន្លងទៅធ្លាប់មកជ្រកកោននៅកម្ពុជាទៅចូលដៃជាមួយសិទ្ធិលឹមតកុលថ្នាក់ត្រង់សម្ដីបន្តិចអាក្មួយអាបូនពីដើមណែឯងអាលក្រហមរត់មកជ្រកកោននៅទីនេះឥឡូវចាប់ផ្ដើមវាយប្រហារមកកម្ពុជាសូមថ្នាក់ត្រង់សម្ដីបន្តិចណាស្គាល់សមត្ថភាពរបស់ហ៊ុនសែនច្បាស់ណែឯងស្របមកជ្រកកោននៅជាមួយខ្ញុំឲ្យបាយណែឯងស៊ីខ្ញុំចំណែឯងប៉ុន្តែពេលនេះរឿងណែឯងស្ដាប់ផ្សាយធានខ្ញុំមិនខ្វល់ទេប៉ុន្តែរឿងស្អីដែលឯងមកវាយប្រហារកម្ពុជាមកវាយប្រហារកម្ពុជាខ្ញុំក្រំតែទូនមានណែឯងទីពេលមុនណែឯងធ្លាប់និយាយថាវាយចូលសៀមរាបហើយយកអង្គរវត្តហើយដោះដូរជាមួយប្រាសាទតាមាកម្ពុជាមិនមែនជាជ័យសម្រាប់ងាយស្រួលទទួលទានទេណែឯងមើលកម្ពុជាខុសហើយផន់ច្រឡំកម្ពុជាចំណន់ដឹកនាំដោយប្របាទនរោត្តមសីហមុនីជាមកគ្រប់គ្រងឬកម្ពុជាចំណន់ដឹកនាំដោយហ៊ុនសែននិងកម្ពុជាពេលនេះដឹកនាំដោយហ៊ុនម៉ាណែតអមដោយអិសរាជជនទាំងរដ្ឋសភាទាំងព្រឹទ្ធសភាកម្លាំងប្រវត្តិនិងជាតិទាំងមូលរួមគ្នាដើម្បីប្រឈមមុខជាមួយសភាពការនេះយើងមិនចង់ឲ្យអាស៊ានឈឺក្បាលចំពោះយើងទេយើងមិនចង់និយាយទៅក្នុងបញ្ហានេះប៉ុន្តែនៅពេលដែលប្រជុំអាស៊ានខ្ញុំដឹងថានាយករដ្ឋមន្ត្រីកម្ពុជានឹងនិយាយហើយបើសិនជានឹងនិយាយហើយយើងនឹងនិយាយទៅកាន់បរទេសនេះបើសិនជាលើកទឹកចិត្តឲ្យអនុវត្តវាយគ្នាមិនចាំបាច់ទេប៉ុន្តែបើលើកទឹកចិត្តឲ្យដោះស្រាយដោយសន្តិវិធីតាមយន្តការទ្វេភាគីនិងយន្តការតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិយើងស្វាគមន៍ហើយយើងសង្ឃឹមថាមិត្តភក្តិបរទេសនឹងទទួលយកនៅសំណូមពររបស់យើងព្រោះយើងមិនតែបានសុំទៅសុំអាវុធយុទ្ធភ័ណ្ឌយកមកវាយគ្នាទេយើងសុំឲ្យតែគ្រប់គ្រងដោះស្រាយដោយសន្តិវិធីតាមផ្លូវយន្តការទ្វេភាគីនិងផ្លូវតុលាការអន្តរជាតិតែប៉ុណ្ណោះតាមផ្លូវតុលាការអន្តរជាតិតែប៉ុណ្ណោះហើយយើងសូមតសើចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរដែលបានចរចាទោះបីលទ្ធផលមិនតាន់បានតាន់រហ័សក៏ប៉ុន្តែយើងសង្ឃឹមថាយន្តការនេះនឹងបន្តការដោះស្រាយទៅលើព្រំដែនគោកតាមអនុសារណៈយោគយល់គ្នាឆ្នាំ2000ដែលក្នុងនោះមានការកំណត់នៃការប្រើប្រាស់ផែនទីត្រឹមត្រូវផែនទីឯកតោភាគីណាមួយមិនត្រូវបានទទួលស្គាល់នោះទេលុះត្រាតែផែនទីនោះវាស្របជាមួយផែនទីគោលដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1907ហើយដែលតុលាការដែលផែនទីនោះត្រូវបានប្រើប្រាស់ជាហូរហែរហូតដល់តុលាការអន្តរជាតិឡាអេបានយកមកកាត់ក្តីនៅក្នុងឆ្នាំ1962
โดยเฉพาะแผนที่นาเข้าไปนั่งเยอะอัตตัวสกอตที่ดึงอัตตัวสกอตที่เรื่องราวเปล่าแผนที่เข้าเรียนนี่หายคือจีเรื่องราวแต่น้อมตะนัลจุ่มลูกยังเปล่าแผนที่สอบวับตามกาตัวสกอตจีอันตรจิตหายตามระยะในกาในcáchปลอมเปลี่ยนปรังซิมมาป้อนปบรอยปบลนูไฮผลแต่กาเปล่าแผนที่เซ็งปีนี้คือยังมันตัวสกอตที่สมโลกนิยรันไตรอัจฉริยะขยมนิยฮะโดยเชื่อบ่มเปลี่ยนการเงินนิยรันไตรก็ปัจจัยขยมสักคำท่าว่าตัวไม่เชื่อขยมมันไม่เชื่อนิยรันไตรก็ปัจจัยขยมเนื้อแต่เมื่อสุดแต่ไม่นั่งนิยเพราะขยมอันนิยเข้าปีจมพอระบนิยรันไตรนะแต่ขยมจอมจูนซาดาบใบอ้อยนิยรันไรจุกจีแต่ปนังเนี่ยตะเกิมทานนิยรันไรมันประกันเอากุนไอ้เลยนี่โจนาระเบียบไปแล้วโรประกาศตีใส่สมุนตระบานประจอบ